សួស្តីអ្នកនាងវីដេអូនេះដែរមកនិយាយពីរបៀបនៅក្នុងការ set up DNS server នៅក្នុង Windows Server ដោយប្រើជាមួយ DHCP Relay ដោយជាដំបូងអ្នកនរគ្នាចូលមកកាន់ Windows Server មកហើយតមកយើង set IP របស់ Windows Server របស់យើងទៅជា static IP ដោយយើងចូលទៅកាន់ CMD ហើយយើងវាយ command ចាប់មកវាយថា IP config ហើយនេះគឺជា IP របស់យើងទៅមកធ្វើការ Windows O មកហើយអ្នកគ្នាវាយ command មួយនេះ ncpa.clp នេះចុច OK មកតមក right click លើវាមកយកពាក្យថា property ហើយ IPv4 ហើយចុចកន្លែង use the following IPv4 address នេះមកតមក assign IP ដែលយើងបាន command នោះមិញហ្នឹងនេះ IP នេះ 192.168.130 192.168.130 ហើយអានេះយើងដាក់ default gateway 192.168.1.1 column 1.1 ហើយចុច1យ៉ាតបមកចុចវាថា OK មកហើយចុច OK ហើយចូលមើលសម័យទៅនេះវាជាប់ហើយចុច OK ទៀតមកកន្លែងនេះដាក់ចុច2ច្រឡំ default gateway ដាក់ចុច2ណាគ្នាមិនច្រឡំដាក់ចុច1ចុច2 OK ទៀតមកឥឡូវ CMD អូខេឥឡូវចុច2ហើយតបមកធ្វើការ install DHCP យើងចូល manager ចូល add role ចូល server role នេះមក DHCP ចូល executor មុនពេលអ្នកគ្នា install អានេះត្រូវ restart មួយសិនដើម្បីឲ្យ IP ដែលយើង config មកហ្នឹងវា static ហើយបន្ទាប់មកធ្វើការចុច next ហើយ next ទៀតមក next ទៀតបន្ទាប់មកចុចពាក្យថា install មកអូខេបន្ទាប់ពី download ហើយធ្វើការ close វាមកបន្ទាប់មកចុចទៅកាន់ tool ហើយ DHCP នេះចូលទៅកាន់ server របស់យើងទៅមក IPv4 ទៅមកយើង right click លើ IPv4 នេះហើយចុចទៅពាក្យថា use scope ហើយចុច next ហើយដាក់ឈ្មោះដាក់ថា spy.scope ហើយចុច next ទៀតមកហើយដាក់ IP មក 192.168.8.3.150 ដាក់ថា 150 តបមក IP 192.168.8.200
តមកធ្វើហើយចុចនេះទៀតមកហើយនេះទៀតមកនេះតមកដាក់កន្លែងនេះដាក់ IP របស់យើងមិញណា 192.168.130 ឈប់ទៅមើលសិន IP config អូខេ 192.168.130 តមកទៅចុច add តមកចុចនេះទៀតមក DNS server ដាក់ដូចគ្នាដែរមក 192.168.130 មិញមកតមកចុចទៅ add មកទៅចុច next នេះកន្លែង default gateway នេះច្រឡំដាក់ IP នេះទៅដាក់ IP default gateway ចុច 2 នេះដែល default gateway មួយនេះហើយចុចទៅ add ចុចទៅ next ហើយគេ remove ចោលសិនដាក់ខុសកន្លែងនេះដាក់ password របស់ default gateway វិញចុច 2 add តមកចុច next តមកចុចពាក្យ next ហើយ next ទៀតមកហើយ finish បន្ទាប់ពីដាក់ហើយយើងធ្វើការ add DHCP relay ដំបងជួយកាន់ next ចូលទៅកាន់ពាក្យ add row នេះតមកចុះក្រោមទៀតមក search server row យកពាក្យ remote and access តមកចុចពាក្យ next មកហើយ next ទៀតមក next ទៀតហើយ add pin នេះចូលហើយចុចពាក្យ next ទៀតហើយចុច install មកចុចឲ្យហើយទៅការ close មកហើយចុចទៅកាន់ tool ហើយយើង remote and routing remote access នេះបន្តមក right click ទៅលើពាក្យនេះមកហើយ config ទៅ next តមកយក custom and configuration មួយនេះហើយ next យក LAN routing តមកចុច next ទៀតមក finish ហើយ start service វាទៅតមកចូលទៅកាន់ IPv4 ហើយយក general new routing protocol នេះ right click ទៅលើពាក្យ general ហើយយក new routing protocol ហើយចុច OK មកតមក right click លើពាក្យ DHCP នេះហើយយក ពាក្យ interface តមកយកពាក្យថា OK ហើយ OK ទៀតមកតមក right click លើ DHCP relay នេះដែរហើយយក property ហើយដាក់ IP របស់យើងចូលមក 192.168.8.130 នេះ IP នេះ 192.168.30 នេះហើយចុចពាក្យថា add ហើយចុចពាក្យថា apply តមកចុចពាក្យថា OK តមកយើងធ្វើការចូលទៅកាន់ចូលទៅនៅក្នុង Windows 11 Windows all ហើយ command ទីក្នុងនោះដែរមក ncpa.cpl ហើយចូលទៅកាន់ property មក
Chọn mod cho một căn IPv4 នេះ អូខេត្រូវហើយអូខេមកចង់វីដេអូ config DHCP របស់ខ្ញុំមិនប៉ុណ្ណោះទេសូមអរគុណអ្នកសម្រាប់ការមើលវីដេអូមួយហ្នឹងចង់វីដេអូ config DHCP របស់ខ្ញុំមិនប៉ុណ្ណោះទេសូមអរគុណអ្នកសម្រាប់ការមើលវីដេអូមួយហ្នឹង